សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់មេរៀនថ្ងៃនេះដែលយើងនឹងសិក្សាអំពីរបៀបបង្កើត Gmail account ក្នុងយុគសម័យ Digital សប្តាហ៍នេះ Gmail គឺជាឧបករណ៍សំខាន់មួយសម្រាប់ទំនាក់ទំនងការសិក្សានិងការងារការបង្កើត Gmail account គឺជាជំហានដំបូងចាំបាច់ដែលជួយឲ្យការសិក្សាការងាររបស់យើងមានភាពងាយស្រួលសុវត្ថិភាពនិងមានប្រសិទ្ធភាពខ្ពស់មុននឹងចាប់ផ្ដើមលោកគ្រូចង់ឲ្យអ្នកទាំងអស់គ្នាយល់ពីពាក្យគន្លឹះអ្វីទៅជា Gmail account Gmail គឺជាសេវាកម្ម email របស់ក្រុមហ៊ុន Gmail ដែលយើងប្រើសម្រាប់ទទួលសារពីគ្រូផ្ញើការងារនិងប្រើ Google Classroom Google Drive និង YouTube កុំឲ្យខាតពេលលោកគ្រូនឹងនាំអ្នកទាំងអស់គ្នាអនុវត្តតាមជំហានទាំង6ក្នុងការបង្កើត Google account ជំហានទី1ដំបូងប្រសិនបើសិស្សទាំងអស់គ្នាមានទូរស័ព្ទ Smartphone ឬក៏ Computer សូមបើកកម្មវិធី Browser ដូចជា Google Chrome Firefox ឬ Microsoft Edge បន្ទាប់មកវាយអាសយដ្ឋាន www.gmail.com ជំហានទី2នៅលើអេក្រង់សូមចុចប៊ូតុង Create Account ហើយជ្រើសរើស My Personal Use លោកគ្រូគិតថាអ្នកទាំងអស់គ្នាប្រហែលជាស៊ាំភ្នែកព្រោះថាក្នុងចំណោមអ្នកទាំងអស់គ្នាម្នាក់ធ្លាប់បង្កើត Gmail account យ៉ាងតិច1 ទៅ 2 account trong ប្រសិទ្ធភាពនេះលោកគ្រូចង់បង្ហាញពីការបង្កើត Gmail account ផ្លូវការសម្រាប់ប្រើប្រាស់បទពិសោធន៍ការងារជាក់ស្ដែងសុវត្ថិភាពគណនីនិងការស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈបន្ទាប់មកជំហានទី3សូមបញ្ចូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នករួមមានឈ្មោះនាមត្រកូលឈ្មោះអ៊ីមែលសូមជ្រើសរើសឈ្មោះអ៊ីមែលដែលអ្នកពេញចិត្តសមប្រកបដោយវិជ្ជាជីវៈបន្តទៀតជំហានទី4កំណត់ពាក្យសម្ងាត់ពាក្យសម្ងាត់គួរតែមានអក្សរធំអក្សរតូចលេខសញ្ញាដើម្បីសុវត្ថិភាពគណនីជំហានទី5បញ្ចូលលេខទូរស័ព្ទដើម្បីទទួលលេខកូដទៀងផ្ទាត់ឬហៅថា OTP verification ជំហាននេះមានសារៈសំខាន់សូមសិស្សទាំងអស់គ្នាកុំចុងក្រោយជំហានទី6បញ្ចូលថ្ងៃខែឆ្នាំកំណើតនិងភេទបន្ទាប់មកអានលក្ខខណ្ឌប្រើប្រាស់ហើយចុចយល់ព្រមឥឡូវនេះ Gmail account របស់លោកអ្នកទាំងអស់គ្នាត្រូវបានបង្កើតរួចរាល់បន្ទាប់ពីបង្កើត Gmail សិស្សទាំងអស់គ្នាអាចប្រើវាដើម្បីផ្ញើការងារទៅគ្រូទទួលសេចក្តីជូនដំណឹងពីសាលារក្សាឯកសារនៅក្នុង Google Drive និងចូលទៅប្រើថ្នាក់អនឡាញជាដើមមុននឹងបញ្ចប់លោកគ្រូសូមណែនាំសិស្សទាំងអស់គ្នា3ចំណុចសំខាន់សម្រាប់សុវត្ថិភាព 1. កុំចែករំលែកពាក្យសម្ងាត់ឲ្យទៅអ្នកដទៃ 2. កុំចុចតំណភ្ជាប់ឬក៏ link មិនស្គាល់ 3. ត្រូវចាក់ចែងឬក៏ check out Gmail ពីគណនីនៅពេលដែលប្រើកុំព្យូទ័រសាធារណៈសូមអរគុណសម្រាប់ការយកចិត្តស្ដាប់ជួបគ្នាមេរៀនបន្ត